សម័យអង្គរសតវត្សទី9ដល់សតវត្សទី15ជាសម័យកាលដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរមានព្រះមហាក្សត្រ36អង្គគ្រងរាជ្យនិងសាងសមិទ្ធផលបានយ៉ាងច្រើនអនេក1ព្រះបាទជ័យវរ្ម័នទី2 802ដល់850ជាក្សត្រដែលមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិព្រះអង្គបានបង្រួបបង្រួមជាតិឡានទឹកឲ្យមកជានគរតែមួយវិញហើយបើកយុគថ្មីគឺសម័យអង្គរដ៏រុងរឿងនេះឡើងទ្រង់គឺជាព្រះមហាវីរក្សត្រមួយអង្គក្នុងចំណោមមហាវីរក្សត្រ6អង្គដែលមានកិត្តិនាមល្បីល្បាញក្នុងប្រវត្តិសាស្ត្រខ្មែរដែលបានរំដោះនគរឲ្យរួចពីការឈ្លានពានរបស់ពួកជ្វាហើយបានកសាងរាជធានីលើភ្នំគូលែនដែលមានឈ្មោះថាមហន្តរបរិព័ទ្ធ2ព្រះបាទជ័យវរ្ម័នទី3 850ដល់877 3ព្រះបាទឥន្ទ្រវរ្ម័នទី1 877ដល់889 4ព្រះបាទយសោវរ្ម័នទី1 889ដល់910ជាក្សត្រដែលបានកសាងរាជធានីយសោធបុរៈឬក្រុងអង្គរលើកទី1ដែលមានប្រាសាទភ្នំម្ខែងជាស្នូលកណ្ដាលនៃរាជធានី5ព្រះបាទហាសានវរ្ម័នទី1 910ដល់925 6ព្រះបាទអេសានវរ្ម័នទី2 925ដល់928 7ព្រះបាទជ័យវរ្ម័នទី4 922ដល់941ជាក្សត្រកសាងរាជធានីលង្កបុរៈជាក្សត្រដែលបានកសាងរាជធានីលង្កបុរៈឬកោះកេរដោយទ្រង់បានតាំងខ្លួនជាស្ដេចតាំងពីឆ្នាំ922ក្នុងរាជ្យព្រះបាទអេសានវរ្ម័នទី2មកម្លេះ8ព្រះបាទហាសានវរ្ម័នទី2 941ដល់944 9ព្រះបាទរាជិន្ទ្រវរ្ម័នទី2 944ដល់968 10ព្រះបាទជ័យវរ្ម័នទី5 968ដល់1001 11ព្រះបាទឧទយាយាទិត្យវរ្ម័នទី1 1001ដល់1002 12ព្រះបាទជ័យវរៈវរ្ម័ន1002ដល់1010 13ព្រះបាទសូរ្យវរ្ម័នទី1 1010ដល់1050 14ព្រះបាទឧទយាយាទិត្យវរ្ម័នទី2 1050ដល់1066ជាក្សត្រដែលបានកសាងរាជធានីយសោធបុរៈឬក្រុងអង្គរលើកទី2ដែលមានប្រាសាទបាពួនជាស្នូលកណ្ដាលនៃរាជធានី15ព្រះបាទរាជិន្ទ្រវរ្ម័នទី3 1066ដល់1080 16ព្រះបាទនរោបត្តនវរ្ម័ន1080ដល់1113 17ព្រះបាទជ័យវរ្ម័នទី6 1080ដល់1107 18ព្រះបាទធរណន្ទ្រវរ្ម័នទី1 1107ដល់1113រវាងព្រះបាទនរោបត្តនវរ្ម័ននិងព្រះបាទជ័យវរ្ម័នទី6ក្សត្រពីរអង្គនេះបានពូនគរជាពីរចែកគ្នាសោយរាជ្យលុះព្រះបាទជ័យវរ្ម័នទី6ចូលទីវង្គតព្រះបាទធរណន្ទ្រវរ្ម័នទី1ក៏ឡើងសោយរាជ្យបន្តទីបំផុតក្សត្រពីរអង្គនេះត្រូវព្រះបាទសូរ្យវរ្ម័នទី2ធ្វើកូដហើយបង្រួបបង្រួមមកជានគរតែមួយវិញ19ព្រះបាទសូរ្យវរ្ម័នទី2 1113ដល់1150ជាក្សត្រស្ថាបនិកកសាងប្រាសាទអង្គរវត្តដ៏ល្អឯកគ្មានពីរលើលោកនិងប្រាសាទជាច្រើនទៀត20ព្រះបាទធរណន្ទ្រវរ្ម័នទី2 1150ដល់1160 21ព្រះបាទយសោវរ្ម័នទី2 1160ដល់1165 22ព្រះបាទត្រីភូនាទិត្យវរ្ម័ន1165ដល់1177 23ព្រះបាទជ័យវរ្ម័នទី7 1181ដល់1218ជាកំពូលព្រះមហាវីរក្សត្រដែលមានស្នាព្រះហស្ថច្រើនជាងគេក្នុងរជ្ជកាលដ៏រុងរឿងនេះទ្រង់គឺជាក្សត្រមួយអង្គក្នុងចំណោមព្រះមហាវីរក្សត្រទាំង6អង្គដែលមានកិត្តិនាមល្បីល្បាញក្នុងប្រវត្តិសាស្ត្រខ្មែរដែលបានរំដោះនគរឲ្យរួចផុតពីការឈ្លានពានរបស់ពួកចាមទ្រង់កសាងរាជធានីយសោធបុរៈឬក្រុងអង្គរលើកទី3ដែលមានប្រាសាទបាយ័នជាស្នូលកណ្ដាលនៃរាជធានី24ព្រះបាទឥន្ទ្រវរ្ម័នទី2 1218ដល់1244 25ព្រះបាទជ័យវរ្ម័នទី8 1244ដល់1294 26ព្រះបាទឥន្ទ្រវរ្ម័នទី3 1295ដល់1307 27ព្រះបាទសឺត្រជ័យវរ្ម័ន1307ដល់1327 28ព្រះបាទសីហនុរាជឬជ័យវរ្ម័នទី9 1327ដល់1335ជាក្សត្រចុងក្រោយនៃរាជវង្សវរ្ម័ន29ព្រះបាទត្រសក់ផ្អែម1335ដល់1340 30ព្រះបាទនិព្វានបាទ1340ដល់1346 31ព្រះបាទសុធានរាជា1346ដល់1346 32ព្រះបាទលំពង់រាជា1346ដល់1353ក្នុងរាជទ្រង់សៀមបានវាយបែកក្រុងអង្គរលើកទី1 33ព្រះបាទសូរ្យាវង្ស1357ដល់1366ជាមហាវីរក្សត្រមួយអង្គក្នុងចំណោមព្រះមហាវីរក្សត្រ6អង្គ
អង្គដែលបានរំដោះក្រុងអង្គរឲ្យរួចផុតពីការឈ្លានពានរបស់ពួកសៀមលើកទី1 34ព្រះបាទបរមរាមា1366ដល់1373 35ព្រះបាទធម្មសោករាជ1373ដល់1393ក្នុងរាជទ្រង់សៀមវាយបែកក្រុងអង្គរលើកទី2 36ព្រះបាទពញាយ៉ាត1421ដល់1463ជាក្សត្រស្ថិតក្នុងសម័យអន្តរកាលទ្រង់ជាព្រះមហាក្សត្រមួយអង្គក្នុងចំណោមព្រះមហាក្សត្រទាំង6អង្គដែលមានកិត្តិនាមល្បីល្បាញក្នុងប្រវត្តិសាស្ត្រទ្រង់បានតស៊ូរំដោះនគរឲ្យរួចផុតពីការឈ្លានពានពីពួកសៀមជាលើកទី2ហើយក៏ជាក្សត្រសម័យអង្គរចុងក្រោយគេបង្អស់ដែលបានចាក់ចោលក្រុងអង្គរមកតាំងរាជធានីនៅទួលបាសានបន្ទាប់មកគឺមកតាំងនៅចតុមុខគឺភ្នំពេញសពថ្ងៃ